សូមជូនរឿងសុភាទន្សាយនិងស្ដេចតកាលពីព្រេងនាយមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយកន្លែងដែលសម្បូរទៅដោយដើមឈើធំធំម្លប់ត្រឈឹងត្រឆៃមានស្ទឹងទឹកថ្លាឆ្វេងនិងភូមិសត្វតូចធំរស់នៅយ៉ាងសុខដុមរមនាប៉ុន្តែសេចក្តីសុខសាន្តទាំងនោះត្រូវបានរលាយបាត់បង់ទៅវិញជាបន្តបន្ទាប់នៅពេលដែលមានស្ដេចតោដ៏កំណាចមួយក្បាលបានមកដល់តោនេះមានមាឌធំមហិមារោមរបស់វាមានពណ៌លឿងទុំដូចភ្លើងហើយសំឡេងក្រហមរបស់វាធ្វើឲ្យផែនដីញាប់ញ័រនិងធ្វើឲ្យភូមិសត្វដទៃទៀតញ័ររន្ធត់ដល់ប្រមាត់សូម្បីតែខ្យល់បក់ក៏ហាក់ដូចជាឈប់ស្ងៀមនៅពេលវាបង្ហាញខ្លួនវាជាសត្វដែលស្រេកឃ្លានអំណាចនិងចង់ត្រួតត្រាលើជីវិតសត្វទាំងអស់នៅក្នុងព្រៃនេះក្នុងមួយថ្ងៃស្ដេចតតែងតែដើរដេញសម្លាប់សត្វដទៃទៀតយ៉ាងអនាធិបតេយ្យមិនថាវាឃ្លានឬមិនឃ្លាននោះទេដើម្បីគ្រាន់តែបង្ហាញពីឫទ្ធិអំណាចដ៏សាហាវយង់ឃ្នងនិងបង្កការភ័យខ្លាចដល់សត្វអីទៀតតែប៉ុណ្ណោះដោយសារតែការភ័យខ្លាចចំពោះគ្រោះមហន្តរាយដែលកើតឡើងមិនឈប់ឈរសត្វទាំងឡាយនៅក្នុងព្រៃមានដូចជាដំរីខ្លារមាំងក្តាន់និងស្វាក៏បានមូលមតិគ្នារៀបចំការប្រជុំសម្ងាត់មួយនៅក្រោមដើមជ្រៃធំដើម្បីរកផ្លូវរស់បន្ទាប់ពីការពិភាក្សាយ៉ាងយូរទាំងទឹកភ្នែកនិងសេចក្តីអស់សង្ឃឹមសត្វទាំងនោះក៏បានសម្រេចចិត្តរួមគ្នាទៅជួបស្ដេចតដើម្បីសុំធ្វើកិច្ចព្រមព្រៀងមួយដែលពួកវាចាត់ទុកថាជាជម្រើសចុងក្រោយពួកវាបានលុតជង្គង់នៅចំពោះមុខស្ដេចតទាំងខ្លួនប្រាញាប់ញ័របបិទ្ធព្រះរាជាដ៏មានអំណាចសូមទ្រង់មេត្តាគុំដេញសម្លាប់ពួកយើងតាមអំពើចិត្តទៀតអីការដែលទ្រង់ដេញតាមពួកយើងវានាំឲ្យសត្វទាំងអស់រត់ភៀសខ្លួនបាត់អស់ហើយទ្រង់ក៏ត្រូវហត់នឿយដែរដើម្បីជាការធានានៅចំណីអាហារដ៏ឆ្ងាញ់ពិសាសម្រាប់ទ្រង់រាល់ថ្ងៃពួកយើងនឹងរៀបចំបញ្ជូនសត្វមួយក្បាលមកថ្វាយទ្រង់ជារៀងរាល់ថ្ងៃតាមលំដាប់លំដោយធ្វើបែបនេះទ្រង់មិនចាំបាច់ហត់នឿយនោះទេហើយពួកយើងដែលនៅសល់ក៏អាចរស់នៅបានដោយក្តីសុខខ្លះដែរស្ដេចតោដ៏មានមហិច្ឆតានៅពេលឮដូចនោះក៏ញញឹមដោយក្តីមោទនៈក្នុងចិត្តវាគិតថាខ្លួនពិតជាអស្ចារ្យណាស់ដែលសត្វដទៃចោះចាញ់ដល់ថ្នាក់នេះវាក៏យល់ព្រមតាមសំណើប៉ុន្តែបានថ្បែងពីគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថាយល់ព្រមយើងនឹងផ្ដល់ឱកាសឲ្យពួកឯងប៉ុន្តែត្រូវចាំឲ្យច្បាស់ប្រសិនបើថ្ងៃណាមួយពួកឯងមិនបានបញ្ជូនសត្វមកតាមពេលកំណត់ទេនោះយើងនឹងមិនយកយល់ឡើយយើងនឹងចាប់សម្លាប់សត្វទាំងអស់នៅខឿងព្រៃនេះឲ្យវិនាសអន្តរាយរួចទើបចាក់ចេញពីទីនេះចាប់តាំងពីថ្ងៃនោះមកសេចក្តីទុក្ខសោកដ៏សែនជ្រៅបានក្រឹបដណ្ដប់ពេញព្រៃព្រឹក្សាសត្វម្ដងត្រូវលាគ្នាទាំងទឹកភ្នែកដើម្បីទៅធ្វើជាចំណីរបស់ស្ដេចតោដ៏ខូខៅសេចក្តីភ័យខ្លាចបានជ្រាបចូលទៅក្នុងឆ្អឹងរបស់សត្វគ្រប់រូបជារៀងរាល់ថ្ងៃពេលវេលាកន្លងផុតទៅជាច្រើនខែព្រៃឈើដែលធ្លាប់តែមានសម្លេងសើចសប្បាយប្រែជាស្ងប់ស្ងាត់គួរឲ្យខ្លាចរហូតដល់ថ្ងៃមួយវេនស្លាប់បានធ្លាក់មកលើសត្វទន្សាយទន្សាយម្នាក់នេះមិនមែនជាទន្សាយល្ងងខ្លៅឡើយវាត្រូវបានគេស្គាល់ទូទាំងព្រៃថាជាសុភាទន្សាយដែលមានប្រាជ្ញាឆ្លាតវៃចេះពិចារណានិងមានល្បិចកលខ្ពស់លើសសត្វទាំងពួងនៅពេលដឹងថាខ្លួនត្រូវទៅស្លាប់ជាចំណីតសុភាទន្សាយមិនបានស្រែកយំឬរត់ពួនដោយសត្វដទៃទៀតឡើយផ្ទុយទៅវិញវាបានអង្គុយត្រេះរិះពិចារណាយ៉ាងស្ងៀមស្ងាត់នៅមាត់អូរវាគិតក្នុងចិត្តថាការស្លាប់ដោយការចោះចាំងមិនមែនជាមធ្យោបាយរបស់អ្នកមានប្រាជ្ញាឡើយយើងត្រូវតែប្រើចំណេះដឹងដើម្បីសង្គ្រោះជីវិតខ្លួនឯងផងនិងដើម្បីរំដោះសត្វក្នុងព្រៃទាំងមូលឲ្យរួចផុតពីការជិះជាន់របស់អាសត្វតដ៏ព្រៃផ្សៃភ្នែករបស់សុភាទន្សាយភ្លឺឆ្មាឡើងនៅពេលដែលវាគិតឃើញផែនការមួយដ៏ល្អឥតខ្ចោះវាមិនប្រញាប់ប្រញាល់ទៅរកស្ដេចតោតាមម៉ោងកំណត់ឡើយវាបានដើរលេងយ៉ាងរំភើយឈប់ស៊ីស្មៅខ្ចីខ្ចីឈប់ផឹកទឹកនិងរងចាំរហូតដល់ព្រះអាទិត្យជ្រេជិតលិចបន្តិចទៅហើយទើបវាចាប់ផ្ដើមធ្វើដំណើរយឺតទៅកាន់ល្អាងភ្នំរបស់ស្ដេចតោសុភាទន្សាយដឹងយ៉ាងច្បាស់ថាភាពយឺតយ៉ាវរបស់វានឹងធ្វើឲ្យស្ដេចតោដែលកំពុងស្រេកឃ្លានកាន់តែខឹងសម្បារដល់កម្រិតកំពូលហើយកំហឹងដែលខ្វះការពិចារណានោះហើយគឺជាអាវុធដ៏មុតស្រួចបំផុតដែលសុភាទន្សាយនឹងប្រើដើម្បីកម្ចាត់សត្រូវដ៏ខ្លាំងក្លាម្នាក់នេះ
នៅឯលអាងភ្នំដ៏ធំស្ដេចតោកំពុងតែដើរចុះឡើងទាំងអារម្មណ៍ក្តៅក្រហាយពួករបស់វាស្រេកឃ្លានខ្លាំងរហូតដល់បញ្ចេញសំឡេងក្រហឹមខឹមនៅក្នុងពោះភ្នែករបស់វាប្រែជាក្រហមច្រាវដោយកំហឹងវាគិតថាតើពួកអាសត្វឥតប្រយោជន៍ទាំងនោះហ៊ានល្មើសសន្យាជាមួយយើងមែនទេថ្ងៃនេះជិតយប់ហើយនៅមិនទាន់ឃើញមានសត្វណាមកសោះចាំមើលចុះស្អែកនេះយើងនឹងចាប់ហែកសត្វពួកវាស៊ីឲ្យអស់ពីព្រៃកុំឲ្យសល់សំបីតែមួយក្បាលចំពេលដែលកំហឹងរបស់ស្ដេចតកំពុងតែពុះកញ្ជ្រួលដោយភ្នំភ្លើងសុភាទុនសាយក៏បានដើរចូលមកដល់មាត់លហាងយឺតដោយទឹកមុខហាក់ដូចជាមានរឿងរ៉ាវធំដុំកើតឡើងវាលុតជង្គង់ចុះហើយចាប់ផ្ដើមសម្ដែងនៅឈុតឆាកដំបូងនៃល្បិចកលរបស់វាដើម្បីបញ្ឆោតស្ដេចតោឲ្យធ្លាក់ក្នុងអន្ទាក់សុភាទុនសាយលុតជង្គង់ចុះនៅចំពោះមុខស្ដេចតោដែលកំពុងតែមានកំហឹងយ៉ាងខ្លាំងវានាំខ្លួនមកតែម្នាក់ឯងដោយគ្មានសត្វដទៃទៀតមកជាមួយឡើយដែលធ្វើឲ្យស្ដេចតោកាន់តែខឹងសម្បាលើដើមហាក់ដូចជាភ្លើងដែលត្រីបានគេចាក់ប្រេងថែមធរស្ដេចតោក្រហឹមឡើងខ្លាំងរហូតផ្អើលដល់សត្វបក្សាបក្សីដែលកំពុងដេកលក់ក្នុងព្រៃឲ្យហើរកញ្ជ្រួលពេញមេឃរួចវាស្រែកសួរដោយសំឡេងកងរំពងហាណែអាសត្វទុនសាយទុនសាកហេតុអ្វីបានជាឯងហ៊ានមកតែម្នាក់ឯងតើឯងចង់សាក់លបងនឹងអំណាចរបស់យើងមែនទេតើសត្វដទៃទៀតដើរត្រីមកជាចំណីរបស់យើងនៅឯណាហើយហេតុអ្វីបានជាឯងហ៊ានមកដល់ទីនេះយឺតយ៉ាវយ៉ាងនេះតើឯងមិនខ្លាចស្លាប់ទេឬសុភាទុនសាយធ្វើជាញ័ររន្ធត់ដោយស្លឹកឈើត្រេវខ្យល់វាក្រាបក្បាលដល់ដីហើយនិយាយដោយសំឡេងខ្សៅអង្វរកថាបុព្វព្រះម្ចាស់ដ៏មានអំណាចលើស្លឹបលើសត្វទាំងពួងសូមទ្រង់ព្រះមេត្តាប្រណីទោសដល់ទូបង្គំផងតាមពិតទៅសត្វទាំងអស់នៅក្នុងព្រៃបានប្រគល់ភារកិច្ចឲ្យទូបង្គំនិងមិត្តភក្តិ4ក្បាលទៀតមកបម្រើទ្រង់នៅថ្ងៃនេះដើម្បីធ្វើជាអាហារដ៏ឆ្ងាញ់ពិសាប៉ុន្តែនៅតាមផ្លូវមកនេះអូវាពិតជាមានរឿងរ៉ាវគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ដែលទូបង្គំសឹងតែមិនហ៊ានរៀបរាប់ប្រាប់ទ្រង់វានិយាយបណ្ដាលធ្វើជាលើកដៃជួទឹកភ្លៀកបណ្ដាលដើម្បីឲ្យស្ដេចតជឿចាក់លើសម្ដីភូតផលរបស់វាស្ដេចតោចាប់ផ្ដើមងឿងឆ្ងល់ហើយអារម្មណ៍ចង់ដឹងចង់ឃើញក៏ចាប់ផ្ដើមគ្របដណ្ដប់លើកំហឹងមួយផ្នែករួចវាសួរដោយការគំរាមកំហែងថាតើមានរឿងអីកើតឡើងនៅតាមផ្លូវប្រញាប់ប្រាប់យើងមកភ្លាមកុំបង្អង់យូរឲ្យខាតពេលយើងអីសុភាទុនសាយឆ្លើយតបវិញភ្លាមទាំងក្ដុកក្ដួលថានៅពេលដែលពួកយើងកំពុងធ្វើដំណើរមកកាន់លអាងរបស់ទ្រង់ស្រាប់តែមានតោដ៏ធំសម្បៅមួយក្បាលទៀតចេញមកស្ទាក់ផ្លូវពួកយើងវាមើលទៅហាក់ដូចជាមានកម្លាំងខ្លាំងអស្ចារ្យភ្នែករបស់វាភ្លឺដោយរន្ទះបាញ់ហើយវាថែមទាំងបានពោលពាក្យត្រមាស់ដល់កិត្តិយសរបស់ទ្រង់ទៀតផងវាបានចាប់មិត្តភក្តិទាំង4ក្បាលរបស់ទូលបង្គំស៊ីជាចំណាយក្នុងមួយពព្រិកភ្នែករួចវានិយាយថានៅក្នុងព្រៃនេះមានតែវាទេដែលជាស្ដេចពិតប្រាកដចំណែកទ្រង់គ្រាន់តែជាតោចាស់ជរាម្នាក់ដែលគ្មានអំណាចអ្វីសោះគ្រាន់តែឮពាក្យប្រមាថនេះភ្លាមស្ដេចតោខឹងសម្បាដល់កម្រិតកំពូលដែលសំបីតែដង្ហើមរបស់វាក៏ចេញមកជាចំហាយក្តៅដែរកំហឹងរបស់វាប្រៀបដូចជាបន្ទុះភ្នំភ្លើងដែលត្រៀមនឹងបំផ្លាញគ្រប់យ៉ាងវាស្រែកក្រហឹមរំពងព្រៃជាថ្មីម្ដងទៀតថាតើវាជាអាណាតើវាហ៊ានមកដណ្ដើមទឹកដីនិងអំណាចដែលយើងបានកាន់កាប់រាប់ឆ្នាំមកនេះផងឬតើវាមានសិទ្ធិអីមកនិយាយមើលងាយកម្លាំងរបស់យើងបែបនេះប្រាប់យើងភ្លាមតើវាពួននៅទីណាយើងនឹងទៅហែកសាច់វាជាកង់ស៊ីឲ្យអស់ទាំងឆ្អឹងដើម្បីឲ្យស័ក្តិសមនឹងពាក្យប្រមាថដែលវាបាននិយាយមកលើស្ដេចព្រៃដូចជាយើងសុភាទុនសាយលួចញញឹមក្នុងចិត្តភឿដឹងថាស្ដេចតោដ៏ល្ងងខ្លៅនេះបានធ្លាក់ក្នុងអន្ទាក់នៃកំហឹងនិងអំនួតដែលខ្លួនឯងបានរៀបចំទុកជាស្រេចហើយទុនសាយឆ្លៀតវៃឆ្លើយតបទាំងសំឡេងកំសត់ហាក់ដូចជាបារម្ភពីសុវត្ថិភាពស្ដេចតថាបបិទ្ធព្រះម្ចាស់អាតនោះវាពិតជាកាចសាហាវនិងមានល្បិចច្រើនណាស់ឥឡូវនេះវាកំពុងតែរងចាំទ្រង់នៅក្នុងបន្ទាយដ៏រឹងមាំក្រោមដីមួយដែលស្ថិតនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយប្រសិនបើទ្រង់ពិតជាចង់ប្រដៅវានិងបង្ហាញថាអ្នកណាជាស្ដេចពិតប្រាកដមែននោះទូលបង្គំនឹងស្ម័គ្រចិត្តនាំទ្រង់ទៅជួបវាឥឡូវនេះដើម្បីឲ្យទ្រង់បានប្រើក្រចកដ៏មុតស្រួយរបស់ទ្រង់កំចាត់វាចោលដោយសារតែការចង់យកឈ្នះនិងការខឹងសម្បាបាំងមុខចិត្តស្ដេចតមិនបានប្រើប្រាជ្ញាគិតពិចារណាអ្វីវែងឆ្ងាយឡើយវាបានបញ្ជាឲ្យសុភាទុនសាយនាំផ្លូវវាទៅរកសត្រូវនោះភ្លាម
អ្នកទាំងពីរក៏បានធ្វើដំណើរចេញពីមាត់ល្អាងតម្រង់ទៅកាន់តំបន់ព្រៃជ្រៅដែលមានដើមឈើធំៗបាំងពន្លឺថ្ងៃសុភាទន្សាយដើរនាំមុខដោយភាពជឿជាក់និងមានសេចក្តីសង្ឃឹមក្នុងចិត្តចំណែកស្ដេចតដើរតាមពីក្រោយដាំងចិត្តក្តៅក្រហាយនិងគិតតែពីរឿងចង់សម្លាប់គូប្រជែងខណៈដែលពួកគេធ្វើដំណើរកាន់តែជិតដល់គោលដៅសុភាទន្សាយក៏ចាប់ផ្ដើមបន្ថយល្បឿនហើយធ្វើជាមានការភ័យខ្លាចជាថ្មីម្ដងទៀតដើម្បីបង្កើនការជឿជាក់ដល់ស្ដេចតវ៉ាសត្រូវដែលវាប្រាប់នោះពិតជាមានមែនវានិយាយខ្សឹបប្រាប់ស្ដេចតថាជើងចិត្តដល់ហើយព្រះម្ចាស់អើយសូមទ្រង់ប្រុងប្រយ័ត្នឲ្យមែនទែនព្រោះវាប្រហែលជាកំពុងតែលុបមើលពូយើងពីក្នុងបន្ទាយទឹករបស់វាហើយទីនោះគឺជាកន្លែងដែលវាអះអាងថាគ្មាននរណាអាចកម្ចាត់វាបានឡើយស្ដេចតោឮបែបនេះក៏កាន់តែមានចិត្តមោហៈគ្របដណ្ដប់ពេញបេះដូងរួចដើរចូលទៅគៀកនឹងមាត់អណ្ដូងទឹកដ៏ជ្រៅមួយដែលនៅចំពោះមុខក្លិនដីសើមនិងភាពស្ងប់ស្ងាត់នៃទីកន្លែងនោះបានធ្វើឲ្យស្ដេចតោមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែលាក់ខ្លួនពិតមែនសុភាទន្សាយដើរថយក្រោយបន្តិចរួចចង្អុលបង្ហាញទៅក្នុងទឹកដែលថ្លាដូចកញ្ចក់ហើយពោលដោយសំឡេងញ័រថាសូមទ្រង់អើតមើលចោះវានៅទីនោះហើយវាសម្លឹងមើលមកទ្រង់ដោយក្រសែភ្នែកមើលងាយបំផុតមើលចោះវាថែមនឹងធ្វើមុខឌឺដាងដាក់ទ្រង់ទៀតផងស្ដេចតោដែលកំពុងតែមានអំនួតនិងកំហឹងពុះកញ្ជ្រួលក៏អើតក្បាលចុះទៅក្នុងអណ្ដូងនោះយ៉ាងលឿនអ្វីដែលវាបានឃើញគឺរូបភាពឆ្លុះនៃសត្វតោដ៏ធំមហិមាម្នាក់ទៀតដែលកំពុងតែសម្លឹងមកវាដោយទឹកមុខកាយសាហាវនិងគួរឲ្យខ្លាចដូចគ្នាដោយមិនដឹងថាជារូបភាពឆ្លុះរបស់ខ្លួនឯងនៅក្នុងទឹកដែលស្ងប់មាត់អណ្ដូងនោះទេស្ដេចតោបានខំធ្មេញគ្រឿតរហូតលេចចេញចង្កូមដ៏ស្រួកប៉ុនរាយហើយវាបានបញ្ចេញសំឡេងក្រហ៊ីមយ៉ាងខ្លាំងលាន់លឺរន្ទះស្កាត់តាមជញ្ជាំងអណ្ដូងចិនមករយវិញយ៉ាងរន្ធត់ភ្លាមនោះសំឡេងក្រហឹមដែលវាបានបញ្ចេញក៏បានជះត្រឡប់មកវិញតាមរលកសំឡេងក្នុងអណ្ដូងដែលបន្លឺឡើងកាន់តែខ្លាំងជាងមុនធ្វើឲ្យស្ដេចតគិតស្មានថាសត្រូវម្នាក់នោះកំពុងតែតបតនឹងវាដោយភាពមិនខ្លាចរញើតសូម្បីតែបន្តិចវានឹកក្នុងចិត្តទាំងក្តៅក្រហាយថាតើវាជាអាណាព្យាបាលទឹកមែនឬហេតុអ្វីបានជាវិញ្ញាណក្រហមដាក់អានដែលជាស្ដេចព្រៃបែបនេះសុភាទន្សាយឃើញឱកាសមាសមកដល់ក៏បន្ថែមល្បិចញញងភ្លាមថាព្រះម្ចាស់អើយមើលចុះវាថែមទាំងធ្វើទ្របតាមកាយវិការរបស់ទ្រង់ទៀតផងវាកំពុងតែចំអកឲ្យអំណាចរបស់ទ្រង់ថាជាអំណាចខ្លាំងខ្លាយប្រសិនបើទ្រង់មិនកម្ចាត់វាឥឡូវនេះទេថ្ងៃស្អែកវាច្បាស់ជាឡើងមកគ្រប់គ្រងព្រៃនេះជំនួសទ្រង់ហើយសម្រាប់សត្វទាំងឡាយដែលជាចំណោះរបស់ទ្រង់ជាមិនខានវាថែមទាំងប្រាប់ទូលបង្គំថាទ្រង់គ្រាន់តែជាតចាដែលគ្មានកម្លាំងកំហែងអ្វីទាំងអស់សម្ដីញុះញង់ដ៏មានប្រសិទ្ធភាពរបស់សុភាទន្សាយបានធ្វើឲ្យស្ដេចតោបាត់បង់ម្ចាស់ការលើខ្លួនឯងនិងបាត់បង់សតិសម្បជញ្ញៈទាំងស្រុងភ្លើនកំហឹងបានដុតរលខួរក្បាលរបស់វាឲ្យគិតឃើញតែរឿងជ័យជំនះនិងការសងសឹកតែមួយមុខគត់វាបានលើកក្រញាំមុខដ៏រឹងមាំរបស់វារួចធ្វើកាយវិការត្រៀមលោតចុះទៅប្រយុទ្ធយ៉ាងសាហាយក្នុងអណ្ដូងនោះរូបភាពឆ្លោះក៏បានលើកក្រញាំដាក់វាវិញដែរដែលមើលទៅហាក់ដូចជាកំពុងត្រៀមវាយបុកមកលើរូបវាវិញដូចនោះដែរកំហឹងរបស់ស្ដេចតោបានឡើងដល់ចំណុចកំពូលដែលមិនអាចទប់ទល់បានវាគិតតែម្យ៉ាងគត់ក្នុងពេលនេះគឺត្រូវតែសម្លាប់សត្រូវដែលនៅក្នុងទឹកនោះឲ្យខាងតែបានដើម្បីរក្សាកេរ្តិ៍ឈ្មោះជាអ្នកខ្លាំងបំផុតនិងជាអ្នកដឹកនាំតែម្នាក់គត់នៅក្នុងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយនេះស្ដេចតោដែលកំពុងតែងងឹតងងល់នឹងកំហឹងបានសម្លឹងចុះទៅក្នុងអណ្ដូងទឹកដ៏ជ្រៅនោះជាថ្មីដោយក្តីមោទនភាពលាយឡំនឹងការចង់យកឈ្នះនៅពេលដែលវាឃើញរូបភាពឆ្លោះបញ្ចាំងរបស់ខ្លួនឯងនៅក្នុងផ្ទៃទឹកវាបានជឿជាក់យ៉ាងមុតមមថាគឺជាគូស្ត្រៅដែលកំពុងសម្លឹងមុខវាដោយកែវភ្នែកក្រអឺតក្រតមនិងឌឺដងបំផុតសុភាទន្សាយដែលឈរនៅក្បែរនោះបានលួចញញឹមដោយក្តីសង្ឃឹមរួចបន្លឺឡើងដោយសំឡេងញ័រធ្វើជាខ្លាចក្រអាថាលោកម្ចាស់អើយមើលចុះវាកំពុងតែពេបជ្រាយដាក់លោកម្ចាស់ហើយវាមិនត្រឹមតែមិនខ្លាចលោកម្ចាស់ទេថែមទាំងធ្វើកាយវិការត្រាប់តាមលោកម្ចាស់គ្រប់យ៉ាងទៀតផងបើលោកម្ចាស់មិនកម្ចាត់វាឥឡូវនេះទេអំណាចរបស់លោកម្ចាស់ក្នុងព្រៃនេះនឹងត្រូវរលាយសាបសូន្យជាមិនខានសម្ដីញុះញង់ដ៏មានប្រសិទ្ធភាពនេះប្រៀបដូចជាប្រេងដែលចាក់ទៅលើភ្លើងកំហឹងដែលកំពុងឆេះសន្ធៅស្រាប់ហើយកាន់តែខ្លាំងឡើងស្ពេកតោដែលធ្លាប់តែមានមោទនភាពលើកម្លាំងបាយរបស់ខ្លួនមិនបានបង្អង់យូរឡើយវាបានលើកជើងមុខទាំងពីររួចក្រហឹមយ៉ាងខ្លាំងរហូតផ្អើលដល់សត្វបាក់ស៊ីដែលកំពុងទុំលើមែកឈើក្បែរនោះហើយហើរខ្ចាត់ខ្ចាយអស់ពីសម្បុក
ដោយក្តីខឹងសម្បាគ្រូទន្ដប់លើវិចារណញ្ញាណទាំងស្រុងស្ដេចតបានសម្រេចចិត្តលោតទម្លាក់ខ្លួនចុះទៅក្នុងអណ្ដូងដ៏ជ្រាវនោះយ៉ាងលឿនបំផុតសម្ដៅទៅរកគូស្រូវដែលវាមើលឃើញនៅក្នុងផ្ទៃទឹកសំឡេងទឹកខ្ទាតផ្សាយភាយពេញអណ្ដូងអំដោយសំឡេងស្រែកធ្ងន់យ៉ាងខ្លាំងរបស់ស្ដេចតនៅពេលដែលរូបកាយដ៏ធំធេងរបស់វាបានប៉ះនឹងផ្ទៃទឹកដ៏ជ្រៅជ្រះស្រេបក្នុងវិនាទីនោះវាទើបតែដឹងខ្លួនថាអ្វីដែលវាកំពុងប្រយុទ្ធជាមួយគឺគ្រាន់តែជាផ្ទៃទឹកនិងរូបភាពឆ្លុះបញ្ចាំងរបស់ខ្លួនឯងតែប៉ុណ្ណោះវាក៏ព្យាយាមហែលនិងព្យាយាមយកក្រញាំជើងដ៏ស្រួចរបស់វាដើម្បីតោងឡើងមកលើមាត់អណ្ដូងវិញប៉ុន្តែចិញ្ចាំងអណ្ដូងនោះខ្ពស់ពេកហើយមានស្លែរអិលខ្លាំងធ្វើឲ្យវាមិនអាចរើបំរាស់ចេញពីអន្ទាក់មរណៈដែលខ្លួនវាជាអ្នកសងឡើងដោយក្តីល្ងងខ្លៅនោះឡើយសុភាទន្សាយដែលឈើមើលពីមាត់អណ្ដូងបានអោនក្បាលសម្លឹងជុះទៅក្រោមដោយភាពស្ងប់ស្ងាត់រួចពោលពាក្យជុំក្រោយទៅកាន់ស្ដេចតថាលោកម្ចាស់អើយអំណាចដែលប្រើប្រាស់ដោយគ្មានបញ្ញាគឺប្រៀបដូចជាអាវុធដែលត្រឡប់មកចាក់សម្លាប់ខ្លួនឯងវិញអញ្ចឹងថ្ងៃនេះព្រៃឈើទាំងមូលនឹងទទួលបានសេរីភាពឡើងវិញហើយលោកម្ចាស់នឹងត្រូវនៅទីនេះដើម្បីរៀនសូត្រពីតម្លៃនៃជីវិតសត្វដទៃដែលលោកម្ចាស់ធ្លាប់តែមើលងាយដំណឹងនៃមរណភាពឬការជាប់អន្ទាក់ឬមិនរួចរបស់ស្ដេចតបដិការបានសាយភាយពាក្យពេញព្រៃព្រឹក្សាត្រឹមតែមួយប៉ព្រិចភ្នែកសត្វទុយធំទាំងឡាយរួមមានហ្វូងប្រាឈ្លួសដំរីនិងស្វាដែលធ្លាប់តែរស់នៅក្នុងភាពភ័យខ្លាចរាល់ថ្ងៃឥឡូវនេះបាននាំគ្នាចេញពីជម្រកដ៏អាថាកំបាំងរបស់ពួកគេមកជួបជុំគ្នានៅក្បែរអណ្ដូងទឹកនោះដើម្បីអបអរសាទរចំពោះជ័យជំនះនៃបញ្ញាស្មារតីលើកម្លាំងបាយពួកគេបានលើកសរសើរសុភាទន្សាយថាជាវីរបុរសដ៏ឆ្លាតវៃបំផុតដែលបានប្រើប្រាស់ប្រាជ្ញាដ៏មុតស្រួចដើម្បីសង្គ្រោះពូពងសត្វព្រៃឲ្យរួចផុតពីការកាប់សម្លាប់រងកាលរបស់ស្ដេចតចាប់ពីថ្ងៃនោះមកសន្តិភាពពិតប្រាកដបានត្រឡប់មកគ្របដណ្ដប់លើព្រៃឈើវិញយ៉ាងសុខសាន្តបំផុតសត្វទាំងឡាយរស់នៅដោយសុខដុមរមនាគ្មានការជីកជាន់គ្មានការភ័យខ្លាចហើយក៏គ្មាននរណាម្នាក់ចង់ធ្វើជាអ្នកត្រួតត្រាបដិការលើអ្នកដទៃទៀតឡើយព្រោះគ្រប់គ្នាបានឃើញនៅវាសនារបស់ស្ដេចតជាមេរៀនស្រាប់រឿងរ៉ាវរបស់សុភាទន្សាយនិងស្ដេចតបានក្លាយជាមេរៀនតកូនតចៅសម្រាប់សត្វលោកគ្រប់ចំនួននៅក្នុងព្រៃដ៏ធំនេះវាបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាទោះបីជាមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយបើខ្វះការពិចារណានិងការប្រើប្រាស់បញ្ញាឲ្យបានត្រឹមត្រូវនោះបុគ្គលនោះនឹងត្រូវធ្លាក់ទៅក្នុងគ្រោះថ្នាក់ដ៏ធំធេងដោយសារតែមោទនភាពនិងអំនួតរបស់ខ្លួនឯងចំណែកឯអ្នកដែលទុយទុនខ្សោយវិញបើមានប្រាជ្ញាស្មារតីឆ្លាតវៃនិងចេះប្រើអាគំនិតវិជ្ជមានគឺពិតជាអាចយកឈ្នះលើឧបសគ្គធំៗនិងសត្រូវដែលខ្លាំងពូកែជាងខ្លួនបានដោយងាយស្រួលព្រៃឈើទាំងមូលក៏បានក្លាយជាទីកន្លែងដែលពោរពេញដោយភាពកក់ក្ដៅសាមគ្គីភាពនិងយុត្តិធម៌ឡើងវិញក្រោមការចងចាំនៃវីរភាពរបស់សុភាទន្សាយដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុរួមភាពស្ងប់ស្ងាត់នៃផ្ទៃទឹកក្នុងអណ្ដូងនោះហាក់ដូចជាកំពុងក្រានរំលឹកដល់អ្នកដែលមកផឹកទឹកគ្រប់រូបថាភាពខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើក្រញាំជើងឬសម្លេងក្រហមនោះទេប៉ុន្តែវាស្ថិតនៅក្នុងការចេះត្រិះរិះពិចារណានិងការមានមេត្តាធម៌ចំពោះសត្វលោកផងគ្នាជានិច្ចរបបដឹកនាំដ៏ខ្មៅងងឹតដែលធ្លាប់តែធ្វើឲ្យគ្រប់គ្នាខ្លាចញញើតបានរលាយសាបសូន្យទៅជាមួយរូបកាយស្ដេចតក្នុងអណ្ដូងទឹកនោះជារៀងរហូតតទៅសូមអរគុណដល់ប្រិយមិត្តដែលបានសន្តាប់តាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុចសញ្ញាកណ្ដឹងដើម្បីតាមដានការផុសជាប្រចាំសូមអរគុណ